រឿងប៉ានិជាបុរសតូនីកាជួបជំពាក់ក្នុងកាមគុណកាលពីអតីតកាលក្នុងទំព័របណ្ឌិតទ្វីបរបស់ជនអ្នកមានបាតដៃក្រហមនៅអាស្រ័យមាននគរយក្សមួយឈ្មោះសេរីសវត្ថុយក្ខនីទាំងឡាយក្នុងនគរនោះតែងឲ្យនៅវត្ថុមានបបរនិនបាយជាដើមដុតពួកបណ្ឌិជាដែលមានសំពៅបែកហើយមកក្នុងទីនោះទើបសួរថាអ្នកទាំងឡាយមកក្នុងទីនេះតើដោយកម្មដូចម្ដេចសំពៅយើងបែកកដាលសមុទ្រទើបមកក្នុងទីនេះយក្ខនីទាំងឡាយនោះពោលថាប្រពៃហើយអ្នកទាំងឡាយស្វាមីនៃយើងទាំងឡាយទៅជួញអស់រយៈពេល3ឆ្នាំមិនឃើញមកសោះប្រហែលជាស្លាប់បាត់ហើយមើលទៅអ្នកទាំងឡាយសិតតែជានាយបានិជ្ជៈយើងទាំងឡាយនឹងបានគ្នាជាគូកំសត់ទៅហើយប្រលូមនាយបានិជ្ជៈទាំងនោះដោយអាការៈផ្សេងទើបនាំទៅនគរយក្សឯមនុស្សទាំងឡាយដែលវាចាប់បានមុនវាចងដោយចំណងហើយរុញបញ្ចូលទៅក្នុងផ្ទះសម្រាប់ធ្វើការនិងយកមនុស្សដែលចាប់បានក្រោយធ្វើជាស្វាមីទៀតបើចាប់មនុស្សទាំងឡាយមិនបានក្នុងលំនៅវាមួយត្រាច់ទៅក្នុងឆ្នេរសមុទ្រគឺខាងនាយនគរឈ្មោះកាលយានីខាងឲ្យទ្វីបរបស់នាគសេចក្តីដែលបានបរិយាយមកក្នុងខាងលើទាំងប៉ុន្មាននេះជាប្រវែងនៃរបស់យក្ខនីទាំងឡាយនោះទេថ្ងៃមួយមានបានិជ្ជៈ500នាក់បាយសំពៅត្រង់ទីចិត្តនគរយក្ខនីទាំងឡាយនោះយក្ខនីទាំងឡាយនោះក៏ប្រឡូមលបងលួងលោមនាយបានិជ្ជៈទាំងឡាយនោះតាមរបៀបញាក់លៀមជាលំដីហើយនាំមុខនគរខ្លួនទើបចង់មនុស្សដែលចាប់បាងមុននោះរុញបញ្ចូលទៅជ្ងំផ្ទះសម្រាប់ធ្វើការយក្ខនីច្បងយកនាយបានិជ្ជៈជាច្បងធ្វើប្តីឯយក្ខនីដទៃទៀតក៏យកនាយបានិជ្ជៈជាលំដាប់ធ្វើប្តីដែរលុះនាយបានិជ្ជៈទាំងឡាយនោះចុះស៊ុបកាន់និន្ទ្រានិរាត្រីកាលវាក៏ក្រោកសន្សឹមទៅស៊ីមនុស្សខ្លាំងផ្ទះសម្រាប់ធ្វើការហើយត្រឡប់មកវិញបានិជ្ជៈចម្បងបានឃ្លាំមើលដឹងថាប្រពន្ធជាយក្ខនីយៈទើបប្រាប់សេចក្តីនោះដល់បានិជ្ជៈទាំងអស់ហើយបបួលថាមកយើងរត់ទៅបណ្ដាបានិជ្ជៈ500នោះបានិជ្ជៈ250ពោលតបថាទេយើងមិនអាចរត់ចោលស្ត្រីទាំងនេះដែលសម្ផស្សទុនភ្លុនត្រជាកដោយចិត្តថ្លាមយើងបានឡើយណយជាចុះយើងមិនបានទេបានិជ្ជៈចម្បងក៏នាំបានិជ្ជៈ250នាក់ដែលធ្វើតាមពាក្យរបស់ខ្លួនរត់ទៅឯគ្រានោះព្រះពោធិសត្វយើងទ្រង់សោយប្រជាជាស្ដេចសេះវលហៈមានសពាំងកាយសស្រស៊ូមានฤทธิ์អស្ចារ្យឯកហោះហើរដើរដោយអាកាសវេហាបាំងតាមចិនដាចង់ហោះមកពីព្រៃហេមពៀនវ័នមកកាន់ទំពោះបណ្ឌិតទ្វីបទំពាស៊ីស្រូវសាលីដែលដុះឯងកោតឯងហើយហោះត្រឡប់ទៅវិញបានឃើញបានិជ្ជៈទាំងនោះក៏ស្រ័យសួរដោយសេចក្តីករុណាអស់វរៈបីដងថាមានអ្នកណាចង់ទៅកាន់ជនបទដែរឬទេបានិជ្ជៈទាំងនោះឮនៅសម្រែកស្ដេចសេះក៏ផ្គងអង្គជាលីពោលថាយើងទាំងឡាយនឹងទៅស្ដេចសេះក៏បន្ថាបខ្នងមកហើយពោលថាបើដូច្នោះចូលឡើងជិះលើខ្នងធីមកលំដាប់នោះបានិជ្ជៈមួយពួកឡើងជិះមួយពួកទៀតកាន់នៅកន្ទេលមួយពួកទៀតឈោតផ្គងអង្គជាលីដោយហើយទុយស្ដេចសេះអាចនាំនៅបានិជ្ជៈដែលឈប់កងអង្គជាលីដោយអនុភាពរបស់ខ្លួនទៅកាន់លំនៅរៀងខ្លួនបានទេពហោះត្រឡប់ទៅកាន់ឋានខ្លួនវិញឯបានិជ្ជៈ250នាក់ដែលជាប់ចិត្តស្រឡាំងក្នុងរូបក្លិនរសនិងសម្ផស្សដ៏ទន់ភ្លន់ត្រជាក់របស់យក្ខនីទាំងឡាយនោះក៏បានជាចំណីរបស់យក្ខនីទាំងឡាយនោះទៅ